នៅទីប្រជុំជនតូចមួយប្របដងទន្លេមេគង្គនៅក្នុងឃុំអរិយខ្សាត់និស្សិតផ្នែកច្បាប់អឿនប៊ុនថាវកំពុងបញ្ចេញស្នៀតប្រយុទ្ធដោយប្រើកណ្ដាប់ដៃវាយនឹងកែងអុកនឹងជង្គង់ដែលអាចផ្ដួលគូប្រកួតផ្ទប់ទៅនឹងដីភ្លាមប៊ុនថាវស្ថិតនៅក្នុងចំណោមយុវជនខ្មែរចំនួន20នាក់ដែលកំពុងហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរឈ្មោះថាយុទ្ធក្រមខមនៅក្នុងក្លឹបហាត់ឯកជនមួយយុទ្ធក្រមខមឬពីជ័យសង្គ្រាមគឺជាយុទ្ធគុនដ៏ចំណាស់បំផុតមួយរបស់ខ្មែរដែលត្រូវបានប្រើប្រាស់សម្រាប់ការពារនគរខ្មែរពីពួកប្រចាំមិត្តដែលចូលមកឈ្លានពានទឹកដីក៏ប៉ុន្តែគុណអាវុធនេះស្ទើរតែត្រូវបានគេបំភ្លេចចោលបន្ទាប់ពីគ្រូបង្វឹកជាច្រើនត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមចន្លោះឆ្នាំ1975ដល់1979នេះបើយោងទៅតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយផ្អែកលើសម្រងសម្ដីរបស់គ្រូបង្វឹកបច្ចុប្បន្នទោះជាយ៉ាងនេះក្តីក៏និស្សិតឆ្នាំទី3ប៊ុនថាវនិងសិស្សផ្សេងទៀតបានបដិញ្ញាចិត្តធ្វើឲ្យគុនពីជ័យសង្គ្រាមនេះរស់ឡើងវិញខិតខំហាត់ឲ្យខ្លាំងដើម្បីស្វែងយល់ពីក្បាច់គុនឲ្យបានជ្រៅជ្រះហើយនឹងថែរក្សាក្បាច់គុនមួយនឹងឲ្យតកូនតចៅយុទ្ធក្រមខមត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដោយកើតចេញពីសង្គ្រាមវាយប្រយុទ្ធគ្នាដោយអាណាចក្រខ្មែរបុរាណព្រះអង្គបានប្រមូលផ្ដុំក្បួន3សម័យកាលបញ្ចូលគ្នាគឺសម័យនគរភ្នំនគរចេនឡានិងមហាអាណាចក្រអង្គរនិងបានប្រសិទ្ធនាមក្បាច់គុននេះថាក្បួនពីជ័យសង្គ្រាមខ្មែរមហានគរយោងតាម AFP យុទ្ធគុននេះមានធាតុផ្សំ3យ៉ាងគឺសិល្បៈនៃសង្គ្រាមវេទមន្តអក្ខរាវិរុទ្ធនិងយុទ្ធសាស្ត្រយោធារន្ទះជើងនៃក្បាច់យុទ្ធក្រមខមអាចបំផ្លងគូប្រកួតឲ្យខ្ទាតរាប់សិបម៉ែត្រដោយមិនបង្អង់ការវាយដោយកែងដៃក៏អាចធ្វើឲ្យគូកនរបួសក្បាលភ្លាមដែរក្រៅពីស្នៀតដៃនិងជើងក្បាច់នេះក៏រួមបញ្ចូលទាំងដំបងដាវនិងលំពែងទៀតផងមកដល់បច្ចុប្បន្ននេះវិជាគុននេះត្រូវបានគេប្រើប្រាស់នៅក្នុងជួរកងទ័ពកម្ពុជាក៏ប៉ុន្តែសាធារណជនភាគច្រើននៅតែមិនស្គាល់បើធៀបទៅនឹងប្រដាល់គុនខ្មែរនិងក្បាច់គុនបុរាណមួយទៀតគឺលបុកតោលោកណាក់រិនដាអាយុ25ឆ្នាំដែលជាគ្រូបង្វឹកយុទ្ធក្រមខមនិយាយថាក្បាច់គុនខ្មែរបុរាណនេះស្ទើរតែបាត់បង់ទៅហើយគឺអ្នកដែលមានចំណេះដឹងជាច្រើនដែលត្រូវបូជាជីវិតស្លាប់នៅក្នុងសម័យកាលខ្មែរក្រហមនេះអញ្ចឹងហើយក្បាច់គុនយុទ្ធក្រមខមយើងនេះក៏ត្រូវបានបាត់បង់ជាច្រើនណាស់ដែរតែឥឡូវនេះមកដល់សម័យកាលបច្ចុប្បន្នយុវជនយើងទាំងអស់គ្នាក៏ខំគោះរំលើងឡើងមកវិញដើម្បីផ្សព្វផ្សាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងឲ្យបានជ្រាបថាខ្មែរយើងក៏មានក្បាច់គុនមួយប្រភេទទៀតដែរគឺក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខមបាទម៉ៅរីដាអាយុ18ឆ្នាំជានារីម្នាក់ដែលស្រឡាញ់ក្បាច់គុននេះនាងបានហ្វឹកហាត់រយៈពេល2ឆ្នាំដើម្បីការពារខ្លួនផងនិងដើម្បីជួយលើកដំកើងវប្បធម៌ខ្មែរផងនាងនិយាយថាការវាយដោយកែងគឺជាក្បាច់ដ៏សាហាវដោយនិស្សិតច្បាប់ប៊ុនថាវដែរយុវនារីរីដាបដិញ្ញាថែរក្សាក្បាច់គុនបុរាណនេះឲ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយដើម្បីជួយអភិរក្សគុននេះសហព័ន្ធយុទ្ធក្រមខមត្រូវបានបង្កើតឡើងកាលពីឆ្នាំ2011